វិភាគគោលជំហរថ្មីរបស់សហរដ្ឋអាមេរិកក្នុងវិស័យហិរញ្ញវត្ថុសកលអំពីការបង្កើត Strategic Bitcoin Reserve កាលពីថ្ងៃទី6 ខែមិនិនាឆ្នាំ2025ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើ Executive Order មួយដែលមានឈ្មោះថាការបង្កើត Strategic Bitcoin Reserve និង Digital Asset Reserve របស់សហរដ្ឋអាមេរិកនៅថ្ងៃបន្ទាប់កិច្ចប្រជុំកំពូលអំពី Crypto ត្រូវបានរៀបចំនៅ White House ព្រឹត្តិការណ៍នេះជាសញ្ញាសំខាន់មួយដែលបញ្ជាក់ថា Bitcoin កំពុងចូលខ្លួនមកក្នុង Mainstream និងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផងដែរសម្រាប់គោលបំណងសហរដ្ឋអាមេរិកចង់បង្កើត Strategic Bitcoin Reserve ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល Global Financial System Executive Order នេះបានបញ្ជាក់ថាអាមេរិកមាន Bitcoin ច្រើនរួចទៅហើយប៉ុន្តែមិនទាន់មានគោលនយោបាយណាមួយច្បាស់លាស់ដើម្បីប្រើប្រាស់ Bitcoin របស់ខ្លួនឲ្យអស់ពីសក្តានុពលគោលដៅគឺប្រើ Digital Asset ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនកាលពីសតវត្សទី19ប្រាក់ដុល្លារអាមេរិកពឹងផ្អែកទៅលើ Gold Standard នៅឆ្នាំ1933លោក Roosevelt បានហាមស្ថាប័នឯកជនមិនឲ្យកាន់កាប់មាសហើយផ្ទេរមាសទៅរដ្ឋាភិបាលក្រោយមកនៅឆ្នាំ1971ប្រាក់ដុល្លារលែងផ្សារភ្ជាប់នឹងមាសហើយប្រព័ន្ធ Bretton Woods Agreement ត្រូវបានដួលរលំក្រោយមកនៅឆ្នាំ1974សហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងជាមួយ OPEC ឲ្យលក់ប្រេងជា USD ធ្វើឲ្យប្រាក់ដុល្លារក្លាយជា Reserve Currency ប៉ុន្តែក្រោយមកនៅឆ្នាំ2024ទុនបម្រុងប្រេងក៏ធ្លាក់មកនៅ350លានបារ៉ែលហើយ Petro Dollar Agreement ជាមួយអារ៉ាប៊ីសាអូឌីតក៏ផុតសុពលភាពថែមទៀតផងរយៈពេលមិនដល់1ឆ្នាំបន្ទាប់ពី Petro Dollar បានបញ្ចប់សហរដ្ឋអាមេរិកបានងាកមកបង្កើត Bitcoin Reserve ដែលបង្ហាញថា Bitcoin ត្រូវបានទទួលស្គាល់ជា Digital Gold កាន់តែខ្លាំងហេតុផលសំខាន់គឺដើម្បីពង្រឹង USD Dominance ដោយសារប្រាក់ដុល្លារកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីសេដ្ឋកិច្ចថ្មីៗ Bitcoin ជា Decentralized Currency ដែលអាចជួយអាមេរិកឲ្យរក្សាឥទ្ធិពលហិរញ្ញវត្ថុដោយភ្ជាប់ជាមួយ USD និងទីផ្សារ Crypto ចំណុចមួយទៀតគឺការប្រឆាំងអតិផរណាដោយសារបំណុលជាតិអាមេរិកបច្ចុប្បន្នគឺលើសពី36 trillion ដុល្លារហើយអតិផរណាកំពុងជាបញ្ហាធំBitcoin ដែលមាន supply កំណត់អាចនឹងជួយការពារតម្លៃប្រាក់ដុល្លារបានប៉ុន្តែវាក៏ធ្វើឲ្យមានផលប៉ះពាល់លើ Crypto Market ផងដែរដោយសាររដ្ឋាភិបាលអាមេរិកនឹងគ្រប់គ្រង Bitcoin ដែលរឹបអូសបានប្រហែល 20,000 Bitcoin ហើយមិនត្រូវបានអនុញ្ញាតឲ្យលក់នោះទេការបង្កើត Digital Asset Reserve សម្រាប់ទ្រព្យ Digital ផ្សេងៗទៀតនិងការស្វែងរកវិធីទិញ Bitcoin បន្ថែមដោយមិនប៉ះពាល់ពន្ធក្រុមហ៊ុន Bitcoin X ក៏បានស្នើទិញ1លាន Bitcoin ប៉ុន្តែមិនត្រូវបានអនុម័តឡើយដែលធ្វើឲ្យទីផ្សារមានការខកចិត្តខ្លះដែរចំណែកនៅរដ្ឋ Arizona និង Texas ក៏កំពុងពិចារណាយក Strategic Bitcoin Reserve ផ្ទាល់ខ្លួនដូចជាអាមេរិកផងដែរសរុបមក Strategic Bitcoin Reserve នេះជាសញ្ញាវិជ្ជមានសម្រាប់ Crypto រយៈពេលវែងដែលវាជួយកាត់បន្ថយ supply នៅទីផ្សារទាក់ទាញវិនិយោគិនធំៗនិងអាចជំរុញប្រទេសផ្សេងទៀតឲ្យធ្វើតាមដូចគ្នាផងដែរ